បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទសួស្តីពីបញ្ញាហ្វាមបាទថ្ងៃនេះខ្ញុំសូមអនុញ្ញាតបង្ហាញជូនបងប្អូនពាក់ព័ន្ធទៅនឹងដើមមនដដែលបាទដើមមនបាទកាលពីវីដេអូមុនខ្ញុំបានបង្ហាញជូនបងប្អូនអំពីការកាត់ស្លឹកការបេះស្លឹកមនដើម្បីធ្វើឲ្យមននឹងចេញផ្លែចេញផ្កាបានល្អបាទឥឡូវនេះបន្ទាប់ពីយើងបេះស្លឹកមនចេញអស់ហើយឥឡូវមនរបស់យើងនៅបញ្ញាហ្វាមក៏ចាប់ផ្ដើមមានការភ្លុះត្រួយហើយនឹងចេញផ្កាចេញផ្លែមកជាមួយគ្នាតែម្ដងដោយបងប្អូននឹងឃើញទៅក្នុងវីដេអូនេះអញ្ចឹងណាបាទនេះគឺជាលទ្ធផលបន្ទាប់ពីយើងបានកាត់ស្លឹកបេះស្លឹកចេញផ្លែស្លឹកចេញអស់បងប្អូនឃើញទេគឺវាចាប់ផ្ដើមភ្លុះមកថ្មីបាទគ្រប់ដើមដែលមានផ្លែរួមជាមួយនឹងផ្កាផ្លែជាមួយនឹងត្រួយលាស់ថ្មីមកតែម្ដងព្រមគ្នាបាទនេះយើងបេះស្លឹកបានប្រហែលជា2សប្តាហ៍បាទ2សប្តាហ៍មកដល់ពេញ2សប្តាហ៍ផងបាទអញ្ចឹងហើយគឺនៅពេលដែលយើងប្រឡេះស្លឹកហើយគឺវានឹងចេញមកបែបនេះបាទអញ្ចឹងដើម្បីឲ្យវាផ្លែវាផ្កាបានល្អយើងបើថាខែប្រាំងយើងស្រោចទឹកវាឲ្យជោគជាំទៅណាបាទបើខែភាសានេះដោយសារតែនៅហ្វាមខ្ញុំថ្ងៃនេះខែនេះគឺខែភាសាខែភ្លៀងធ្លាក់អានេះទៅភ្លៀងធ្លាក់រួចអញ្ចឹងទេយើងមិនបាច់ស្រោចទឹកថែមទេយើងទទួលតែទឹកភ្លៀងក៏គ្រប់គ្រាន់ដែរអញ្ចឹងណាបងប្អូនបាទទទួលទឹកភ្លៀងគ្រប់គ្រាន់ដែរបងប្អូនឃើញនេះខ្មៅនេះជាស្លឹកមនដែលយើងបានប្រឡេះទៅយើងប្រឡេះវាធ្លាក់ចោលនៅក្នុងដីហ្នឹងទៅហើយវាកើតជីទៅអញ្ចឹងណាបាទបើបងប្អូនចង់យកស្លឹកហ្នឹងទៅឆ្នៃទៅអីផ្សេងក៏បានសាច់ចិត្តបងប្អូនតែបើយើងមិនដឹងយកទៅណាយើងប្រឡេះចោលទៅវាកើតជីឃើញបងប្អូននេះសិតតែផ្លែនេះអានេះផ្លែបងប្អូនមានស្អីណាកុំច្រឡំថាតកៅមិនមែនទេណាបាទផ្លែគឺថាវាលាស់មកល្អណាស់សម្រាប់មន100ដើមនេះជាផ្លែលើកទី4បាទខ្ញុំដាំបានជាង2ឆ្នាំហើយអញ្ចឹងវាជាផ្លែលើកទី4បាទផ្លែលើកទី1បានប្រមាណជា100ដើមនេះបានប្រហែលជា20គីឡូជាងលើកទី2បានប្រហែលជា100គីឡូលើកទី3បានប្រហែលជា300គីឡូបាទអញ្ចឹងពីមួយវគ្គទៅមួយវគ្គគឺវាមានការកើនឡើងនៅផ្លែដោយសារអីដោយសារដើមវាចាស់បាទនេះដើមវាធំបងប្អូនគេគល់វានេះធំណាចឹងទេដើមវាចាស់វាមានកម្លាំងពេញលេញបាទមានកម្លាំងពេញលេញវាមានមេឃបែកមេឃច្រើនអញ្ចឹងវានឹងផ្លែបាទមុននេះងាយដាំនេះបងប្អូនងាយដាំទេបាទដាំតែ8ខែបានផលហើយដូចខ្ញុំជម្រាបជូនអញ្ចឹងលើកទី1ផ្លែតិចលើកទី2ផ្លែកាន់តែច្រើនលើកទី3កាន់តែច្រើនដោយសារតែដើមវារឹងមាំល្អឬវាចាប់ស្រូបជីវជាតិបានល្អហើយមេឃវាបែកសាខាបានល្អអូខេបងប្អូននេះបាទបងប្អូនមានឆ្ងល់អត់ថាហេតុអីបានដើមមនរបស់ខ្ញុំរាងកោងអញ្ចឹងមិនមែនពូជវាកោងទេណាបងប្អូនគឺដើមមននេះយើងអាចទាញពុតវាបានតាមចិត្តបាទចង់បានរាងអីក៏បានដែរអញ្ចឹងណាអញ្ចឹងអានេះយើងដាំជាជួរសងខាងអញ្ចឹងទៅហើយយើងពុតវាទាញចងវាអញ្ចឹងមកឃើញបងប្អូននេះយើងទាញវាចងមកចងរោឲ្យចូលគ្នាមកវាកោងស្អាតទី1វាស្អាតបាទក្រៅពីស្អាតគឺវាធ្វើឲ្យកាលណាយើងពុតមេឃទៅវានឹងភ្លុះមេឃបាទឃើញនេះដូចយើងពុតវាអញ្ចឹងណាឃើញកាលណាយើងពុតទៅមេឃវាភ្លុះមកចាំនេះភ្លុះមកអញ្ចឹងឃើញអត់បាទអញ្ចឹងទេកាលណាយើងពុតទៅវាភ្លុះមេឃថែមអាការដែលភ្លុះមេឃហ្នឹងវាផ្ដល់លទ្ធភាពឲ្យផ្លែកាន់តែច្រើនអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានដើមមនឬក៏បងប្អូនដាំមនហើយបងប្អូនចង់ពុតវាឲ្យស្អាតក៏ពុតទៅពុតធ្វើយ៉ាងម៉េចក៏បានដែរតាមរៀងតាមអ្វីដែលបងប្អូនស្រឡាញ់ចូលចិត្តបាទបើមិនពុតវាក៏បានដែរតែបើមិនពុតវាឡើងទៅលើខ្ពស់យើងពិបាកបេះវាពិបាកបេះតែបើយើងពុតវាស្អាតហើយវាបានបែកមេឃទៀតអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនតែប៉ុណ្្នឹងថាបន្ទាប់ពីយើងបេះបាទបន្ទាប់ពីយើងបេះស្លឹកចេញទៅវានឹងភ្លុះមកអញ្ចឹងរយៈពេលយ៉ាងយូរ
10 ថ្ងៃឬក៏បើថាលឿនមួយសប្តាហ៍ចាប់ផ្ដើមភ្លុះចេញមកហើយអានេះជាង10 ថ្ងៃហើយបាទជិត2សប្តាហ៍ហើយអញ្ចឹងវាភ្លុះមកអញ្ចឹងហើយប្រហែលជាមួយខែទៀត30ថ្ងៃទៀតមុននេះបន្ទាប់ពីយើងបលេសស្លឹកមកគឺរយៈពេលចន្លោះពី45ថ្ងៃទៅ55ថ្ងៃគឺវាទុំហើយអញ្ចឹងបងប្អូនទុំបានបេះតែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការឬក៏ចង់ដាំដើមមនបងប្អូនអាចតាក់ទងបានយើងខ្ញុំមានផ្គត់ផ្គង់ដើមមនមួយដើមពីរដើមក៏យើងផ្ញើជូន25ខេត្តក្រុងបាទហើយបើសិនជាចង់យកទៅលក់បន្តក៏ខាងខ្ញុំមានផ្គត់ផ្គង់ជូនដែរបាទដោយសារតែយើងខ្ញុំមានពូជខ្លួនឯងហើយយើងផ្សំបណ្ដោះខ្លួនឯងបាទយើងខ្ញុំមានច្រើនដើមមានជាង 2000 ដើមដែលយើងកំពុងធ្វើអញ្ចឹងទេបងប្អូនអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទក៏បានឆាតចូល page ក៏បានបាទហើយយើងខ្ញុំនឹង free បច្ចេកទេសប្រឹក្សាបច្ចេកទេសជូនក្នុងការដាំដុះបាទធានាថាដាំហើយដឹងតែបានផ្លែហើយបានផ្លែច្រើនដូចរបស់ខាងខ្ញុំដែរបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនបាទ